រាត្រីមួយនាដើមរដូវវស្សាផ្ទៃមេឃងងឹតស្លុបគ្មានពន្លឺព្រះច័ន្ទឬផ្កាយឡើយខ្យល់បក់ត្រជាក់បក់រំភើយនាំមកនៅក្លិនដីសើមនិងក្លិនស្លឹកឈើស្អុយនៅជ័យភូមិដាច់ស្រយាលមួយមានខ្ទមចាស់ទ្រុឌទ្រោមមួយដែលសាងសង់អំពីស្លឹកត្នោតនិងបោះបង្គោលឈើងាប់រៀបចំឡើងយ៉ាងកំសត់កណ្ដាលព្រៃព្រឹក្សាខ្ពស់ស្រឡះខ្ទមនោះមានពន្លឺប្រេងកាតតូចមួយដែលមានពន្លឺផ្លេកតាមប្រហោងជញ្ជាំងស្លឹកត្នោតរហែករស្មីលឿងទុំទន់ចែងចាំងចេញមកក្រៅដូចជាភ្នែកបិសាចដែលកំពុងសម្លឹងមើលទៅក្នុងភពងងឹតខ្ទមចាស់នេះធ្លាប់ជាកន្លែងស្នាក់នៅរបស់តាអែមដែលជាគ្រូមន្តអាគមម្នាក់ដែលបានបាត់ខ្លួនទៅដោយគ្មានអ្នកណាដឹង20ឆ្នាំជាងមុនចាស់តែនិយាយថាតាអែមបានប្រព្រឹត្តខុសគ្រូនិងប្រើប្រាស់វិជាភ្នំខ្មៅដើម្បីហៅព្រលឹងខ្មោចព្រាយមកបម្រើខ្លួនប៉ុន្តែនៅយុគមួយមានសំឡេងស្រែកយ៉ាងរន្ធត់ចេញពីខ្ទមភូមិទាំងឡាយត្រូវគ្របដណ្ដប់ដោយអាប់ខ្មៅលុះព្រឹកឡើងអ្នកភូមិទៅមើលឃើញតែខ្ទមរហែករំដោះប៉ុន្តែមិនឃើញសពតាអែមឡើយឃើញតែស្នាមឈាមក្រហមច្រាលនិងចង្កៀងប្រេងកាតមួយដែលឆេះមិនទាន់រលត់នៅយប់កើតហេតុសុកនិងម៉ៅដែលជាអ្នកភូមិ2នាក់បានធ្វើដំណើរត្រឡប់មកពីរកត្រីនៅឯបឹងជ្រៅផ្លូវត្រឡប់មកផ្ទះវិញត្រូវឆ្លងកាត់ព្រៃត្នោតចាស់និងខ្ទមបោះបង់ចោលទាំងនោះភ្លៀងរលឹមស្រេចបានចាប់ផ្ដើមធ្លាក់មកធ្វើឲ្យបរិយាកាសកាន់តែត្រជាក់និងគួរឲ្យព្រឺក្បាលពួកគេទាំងពីរនាក់បានសួរថាម៉ៅឯងមើលពន្លឺចង្កៀងនៅក្នុងខ្ទមនោះមើលក្រែងខ្ទមនោះនឹងគ្មានមនុស្សនៅយូរហើយតើសុកនិយាយដោយសំឡេងញ័រនិងខំក្តាប់ដៃពួកគេបាននិយាយថាកុំមើលប្រញាប់ដើរឲ្យលឿនទៅម៉ៅតបទាំងមិនហ៊ានងាកក្រោយព្រោះគេទាំងពីរនាក់បានដឹងច្បាស់ពីប្រវត្តិដ៏គួរឲ្យខ្លាចនៅកន្លែងនេះប៉ុន្តែគ្រានោះស្រាប់តែមានសំឡេងចម្លែកមួយបានបន្លឺឡើងចេញពីក្នុងខ្ទមជាសំឡេងក្តារឈើចាស់ត្រូវគេជន់យ៉ាងធ្ងន់បន្ទាប់មកមានសំឡេងស្ត្រីម្នាក់សើចខ្សឹបយ៉ាងរហឹមតាមខ្យល់ភ្លាមនោះចង្កៀងប្រេងកាតនៅខាងក្នុងបានរលត់ងងឹតឈឹងខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងធ្វើឲ្យដើមត្នោតជុំវិញខ្ទមបក់បោកបង្កើតជាសំឡេងសូលដូចជាសំឡេងមនុស្សដកដង្ហើមធំសុកបានជ្រុះចង្កៀងអាគុយពីដៃធ្វើឲ្យពួកគេទាំងពីរស្ថិតនៅក្នុងភាពងងឹតសូន្យឈឹងរំពេចនោះពន្លឺភ្នែកបន្ទោបានបាញ់ជ្រៀកមកលើមេឃពន្លឺនេះបានធ្វើឲ្យពួកគេបានឃើញរូបរាងមនុស្សស្ត្រីម្នាក់ដែលមានសក់វែងឡាយឈរជ្រងងជ្រងាងនៅលើដំបូលខ្ទមស្លឹកត្នោតរូបនោះកំពុងសម្លឹងចុះមកក្រោមដោយភ្នែកក្រហមច្រាដោយកងចាក់ពួកគេទាំងពីរបានប្រាប់គ្នាថាមកឯងរត់ទៅមកស្រែកយ៉ាងខ្លាំងហើយចាប់ដៃសុករត់សម្ដៅទៅភូមិប៉ុន្តែមិនថារត់លឿនយ៉ាងណាក៏ដោយសំឡេងសោចដែលសើចថានៅលើក្រែក្បាលត្រចៀករបស់ពួកគេជានិច្ចនៅតែលឺក្បាលត្រចៀកពួកគេជានិច្ចហាក់បីដូចជារូបអាក្រក់នោះកំពុងតែហោះតាមពីក្រោយរុក្ខជាតិនិងបន្លាវែកបានកោសសាច់របស់ពួកគេរហែកប៉ុន្តែពួកគេមិនហ៊ានឈប់ឡើយរហូតដល់រត់ដល់ច្រកចូលភូមិហើយដួលសន្លប់នៅមុខផ្ទះមេភូមិតែម្ដងលុះព្រឹកឡើងបន្ទាប់ពីដឹងខ្លួនវិញសុកនិងម៉ៅបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់អ្នកភូមិមេភូមិបានប្រមូលផ្ដុំបរោះស្ទាវនិងលោកតាអាចារ្យម្នាក់បានធ្វើដំណើរទៅកាន់ខ្ទម
ស្លឹកត្នោតនោះដើម្បីត្រួតពិនិត្យនៅពេលទៅដល់បរិយាកាសជុំវិញខ្ទមនៅតែមានក្លិនរសូរនិងស្ងប់ស្ងាត់គួរឲ្យខ្លាចអ្វីដែលធ្វើឲ្យគ្រប់គ្នាតក់ស្លុតបំផុតនោះគឺនៅលើកម្រាលឈើចាស់ក្នុងខ្ទមមានស្នាមជើងធំធំខ្មៅខ្មៅប្រឡាក់ភក់តម្រៀបគ្នាឆ្ពោះទៅរកពាងចាស់មួយដែលនៅក្បែរនោះនៅខាងក្នុងពាងទឹកមានចង្កៀងប្រេងកាតចាស់មួយកំពុងមានផ្សែងហុយឡើងតិចតិចហាក់បីដូចជាទើបតែត្រូវគេបានពន្លត់នៅខាងក្រោយខ្ទមក្រោមដើមត្នោតធំមានស្នាមជីកដីថ្មីថ្មីហើយមានបំណែកស្បង់ជីវរនិងខ្នោះដៃចាស់ចាស់ដែលធ្លាក់នៅទីនោះលោកតាអាចារ្យបានពិនិត្យមើលហើយពូសំឡេងដោយធ្ងន់ធ្ងរថាប្រលឹងរបស់តាអាមិនទាន់ទៅណាទេគាត់នៅតែរក្សាខ្ទមនេះហើយកំពុងតែស្វែងរកអ្នកមកជំនួសដំណែងរបស់គាត់តាំងពីយប់នោះមកគ្មានអ្នកភូមិណាម្នាក់ហ៊ានដើរឆ្លងកាត់ផ្លូវនោះនៅពេលយប់ឡើយខ្ទមស្លឹកត្នោតចាស់ទ្រុឌទ្រោមនោះនៅតែឈរជើងកណ្ដាលព្រៃងឹតរងចាំអ្នកធ្វើដំណើរឆ្លងកាត់នៅពេលយប់រាត្រីបន្ទាប់ដោយពន្លឺចង្កៀងប្លែកៗជានិច្ចហើយសាច់រឿងរបស់យើងក៏បានឈានជើងដល់ទីបញ្ចប់ដូច្នេះបងប្អូនដែលបានទស្សនាសូមកុំភ្លេចជួយចុច like comment subscribe បាទអរគុណ